ជីម៉ូតូឌុបគ្នាលឿនពេកមិនប្រយ័ត្នទៅបុកនឹងខឿនបាទគេថាចិញ្ចើមផ្លូវបណ្ដាលឲ្យម្នាក់ស្លាប់ម្នាក់រងរបួសធ្ងន់បរិសម្នាក់បានស្លាប់ប្រិមិត្តហើយម្នាក់ទៀតគឺរងរបួសធ្ងន់នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យហើយជិះម៉ូតូ Honda Dream Song ឌុបគ្នាមិនប្រយ័ត្នរេចង្កូតទៅជ្រុលបុកខឿនយ៉ាងពេញទំហឹងតាមដងផ្លូវហេតុការណ៍ហ្នឹងកើតឡើងនៅយប់ដដែលបាទគេថាយប់ទៀតម៉ោង 9 កន្លះយប់ទៅហើយថ្ងៃទី 30 តុលាយប់មិញនឹងតែម្ដងបាទគឺស្ថិតក្នុងតំបន់សួនឧស្សាហកម្មវឌ្ឍនៈទី 2 ផ្លូវជាតិលេខ 3 សង្កាត់ក្រាំងពងរោខណ្ឌដង្កោរាជធានីភ្នំពេញម្នាក់ទៀតបានរងរបួសធ្ងន់នោះគឺត្រូវបានពលរដ្ឋក្បែរខាងជួយទាក់ទងហៅរថយន្តសង្គ្រោះបន្ទាន់បាទគឺដឹកយកទៅសង្គ្រោះបន្តិចក្រោយមកសមាជិកមូលដ្ឋានចុះទៅដល់ក៏បានតាក់ទងទៅក្រុមគ្រួសារជនរងគ្រោះឲ្យមកទទួលសពក្រោយពេលកើតហេតុសមាជិកជំនាញចរាចរណ៍ផ្លូវគោកបានគេថាវាស់វែងយកម៉ូតូទៅទុកហើយធ្វើលិខិតប្រកល់សាកសពទៅឲ្យក្រុមគ្រួសារដូច្នេះសូមឲ្យការធ្វើដំណើរគឺបង្កើនការប្រុងប្រយ័ត្នឲ្យមែនទែនសំណោះមែនទែននៃយើងចេញពីផ្ទះមកហ្នឹងសាច់ញាតិអ្នកផ្ទះគេកូនអញទៅក្រៅកូនអញមានធ្វើរេអញទៅទៀតមកដល់មានចាំបាច់យើងគិតមើលអារម្មណ៍ហ្នឹងណាគឺពិតជាពិបាកក្នុងការទទួលយកយ៉ាងខ្លាំងដូច្នេះក្នុងនាមយើងនេះដែលចេញពីផ្ទះហ្នឹងយើងអត់បានបន្ទោសគាត់ទេគ្រោះមើលអត់ឃើញប៉ុន្តែទោះយ៉ាងណាក៏ដោយយើងត្រូវមានគេហៅថាការប្រុងប្រយ័ត្នរំលឹកដាស់តឿនខ្លួនឯងជាប្រចាំសតិអារម្មណ៍អញ្ចឹងណាបើកបយឲ្យបានត្រឹមត្រូវតាមល្បឿនតាមកំណត់ហើយភ្លើងឥឡូវនេះរាជធានីភ្នំពេញស្ទឹងតែភ្លឺគ្រប់កន្លែងអស់ហើយផ្លូវសំខាន់នោះដូច្នេះយើងជាអ្នកអាស្រ័យនៅលើដងផ្លូវនោះគួរតែប្រុងប្រយ័ត្នបាទ